ដើមទ្រូងជាផ្នែកមួយរបស់ស្ត្រីដែលសំខាន់ហើយការយាយធ្លាក់របស់វាធ្វើឲ្យស្ត្រីបាត់បង់ទំនុកចិត្តលើខ្លួនឯងខ្លាំងផងដែរជំរាបសួរអ្នកទាំងគ្នាពីខ្ញុំវិជ្ជបណ្ឌិតសិង្ហថាវធាដែលជាវិជ្ជបណ្ឌិតឯកទេសសភ័នសយសាស្ត្រនៅក្នុងឆាមីគីនិកថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយដែលសំខាន់មែនទែនសម្រាប់ស្ត្រីអញ្ចឹងបងប្អូនស្ត្រីឬក៏បងប្អូនស្ត្រីអាចចូលមកស្ដាប់បានគឺការយាយធ្លាក់ដើមទ្រូងរបស់ស្ត្រីការយាយធ្លាក់ដើមទ្រូងរបស់ស្ត្រីមានច្រើនកត្តាមែនទែនអ្នកខ្លះពី gene របស់គាត់គឺដើមទ្រូងគាត់ធំស្រាប់ហើយវាយាយធ្លាក់ហើយសម្រាប់ស្ត្រីខ្លះគាត់អាយុច្រើនពេកបានគាត់យាយធ្លាក់សម្រាប់ស្ត្រីមួយទៀតគាត់គីឡូខ្ពស់ពេកហើយគាត់ស្រកមកវាយាយធ្លាក់ហើយស្វិតទៅជាមួយហើយសម្រាប់ស្ត្រីខ្លះគាត់បំបត្តិដល់កូនតើដំណោះស្រាយយើងធ្វើម៉េចទៅដំណោះស្រាយវាមានច្រើនដំណោះស្រាយទី1បើសិនយាយធ្លាក់ដោយសារសាច់ដុំនិងស្បែកគឺយើងអាចឲ្យគាត់ទៅហាត់ប្រាណដើម្បីបន្តឹងមកវិញបើសិនជាគាត់យាយធ្លាក់ស្វិតយើងអាចធ្វើដើមទ្រូងគាត់ឲ្យតឹងណែនមកបានហើយបន្តមកទៀតមានកត្តាមួយទៀតដែលសារតែយាយធ្លាក់ប៉ុន្តែនៅមានកន្លងហើយយាយតែស្បែកឬក៏ structure ដើមទ្រូងរបស់គាត់ធ្លាក់ចុះតើយើងត្រូវធ្វើម៉េចអ្វីដែលអ្នកទាំងនេះអាចទទួលបានគ្រប់អ្វីដែលខ្ញុំនិយាយពីលើហ្នឹងអ្នកទាំងនេះអាចមកដើម្បីសួរព័ត៌មាននៅ Charming Clinic យើងមានដំណោះស្រាយល្អសម្រាប់អ្នកទាំងនេះមែនទេហើយលើពីហ្នឹង Charming Clinic តែងតែរើសយកtechniqueមួយដែលមិនបន្សល់សាសនាសម្រាប់ស្ត្រីដូច្នេះទោះបីជាគាត់ស្លៀកពាក់យ៉ាងណាក៏គាត់មិនអាចបង្ហាញសាសនាទៅលើអ្នកផ្សេងដែរនេះជាចំណុចពិសេសរបស់ Charming Clinic អ្នកទាំងនេះអាចមក Charming Clinic ដើម្បីពិភាក្សាជាមួយនឹងការដែលធ្វើការបន្តឹងដើមទ្រូងរបស់ខ្លួនឯងដែលមិនបន្សល់សាសនាជាមួយនឹងtechniqueថ្មីរបស់ Charming ផ្ទាល់តែម្ដងដែលកិច្ចផុតពីសាសនាខុសពីtechniqueចាស់ដែលអ្នកទាំងនេះបានឃើញនៅលើបណ្ដាញសង្គមឬក៏នៅក្នុងអ៊ីនធឺណិតដែលអ្នកទាំងនេះធ្វើការស្រាវជ្រាវអ្នកទាំងនេះអាចមក Charming Clinic ដើម្បីជួបខ្ញុំបានសូមអរគុណ